จุดเรียบสู้พวกมาบางคนทั้งนี้เลยเยอะมาสำหรับโปรตุเกสฟีฟ่าเวิลด์คัพเวะ30 ปีกรมหรือเยอะไปปีไงเนี่ยพวกมาบางคนกาปีมาสลมันการนาดาធ្វើឬមិនគួរឲ្យជឿគឺកាណាដាយកឈ្នះអាហ្វ្រិកខាងត្បូង 1-0 ចំណែកការពីយប់មិញរំលងអាត្រៀតគូដែលបងប្អូនទន្ទឹងរង់ចាំមើលហើយគឺគូដែលល្អនិងពិសេសនោះគឺប្រេស៊ីលប៉ះជាមួយនឹងជប៉ុនប្រេស៊ីលគឺប៉ះមួយជប៉ុនគឺតាំងមែនដែរជប៉ុននៅមុខ 1-0 1-0 មុនប៉ុន្តែប្រេស៊ីលធ្វើឬមិនគួរឲ្យជឿប្រេស៊ីលវាយបកតាមវិញ 2-1 ធ្វើឲ្យប្រេស៊ីលឡើងទៅវគ្គបន្ទាប់ជប៉ុនខាលអាយត្រឹមវគ្គ32ក្រុមចំណែកការពីព្រឹកមិញនេះមាន2គូបងប្អូនព្រឹកមិញនេះមាន2គូអាល្លឺម៉ង់អិនត្រីដៃអាល្លឺម៉ង់ក្រុមខ្លាំងឥឡូវនេះបាទគឺភ្លាត់ចាញ់ប៉ារ៉ាខ្វាយដោយបាល់ពេណាល់ទីកាត់សេចក្តីអាល្លឺម៉ង់និងប៉ារ៉ាហ្គាយប្រកួត90 នាទីថែម15 នាទី2ដងគឺលទ្ធផល1ស្មើពេណាល់ទីប៉ារ៉ាខ្វាយយកឈ្នះ 4-3 ចំណែកអំបាញ់មិញនេះដែលទើបតែចប់ថ្មីបងប្អូនណេដឺឡែនឬក៏យើងហៅថាតោទៅក្រូចហូឡង់ប៉ះជាមួយនឹងហូឡង់ប៉ះជាមួយនឹងក្រុមម៉ារ៉ូកូបងប្អូនដឹងហើយម៉ារ៉ូកូគឺជាក្រុមមួយដែលទើបតែឡើងហើយក៏ខ្លាំងកាលពីរដូវកាលមុនដែរម៉ារ៉ូកូធ្វើរឿងមិនគួរឲ្យជឿទៀតហើយគឺម៉ារ៉ូកូពេណាល់ទីឈ្នះហូឡង់លទ្ធផល3-2គឺមានន័យថាការប្រកួតរយៈពេល90 នាទីហើយថែម30 នាទី15 នាទី2ដងទៀតគឺក្រុមទី2គឺ1ស្មើពេណាល់ទីម៉ារ៉ូកូយកឈ្នះហូឡង់ 3-2 អញ្ចឹងចូលរួមសោកស្ដាយទៅហូឡង់ឬក៏តោទឹកក្រូចហូឡង់គឺហាលអាវត្រឹម32ក្រុមហើយចូលរួមមកសាទរដល់ម៉ារ៉ូកូសេចក្តីរាយការណ៍នេះធ្វើជូនពីតូបចាប់ព្រួយបងប្អូនសូមអរគុណនិងសូមជម្រាបលា